បុគ្គលិកគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិត្រូវបដូរកន្លែងធ្វើការថ្មីលោកកងប៊ុននឹងជម្រាបជូននៅព័ត៌មាននេះបុគ្គលិកធ្វើការនៅគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិត្រូវសម្រេចចិត្តរើអីវ៉ាន់ចាក់ចេញពីការិយាល័យធ្វើការចាស់ទៅកន្លែងថ្មីដើម្បីយកទីតាំងនោះទៅប្រគល់ឲ្យឈ្មួញមានអំណាចស្និទ្ធនឹងមន្ត្រីក្នុងរដ្ឋាភិបាលលោកស្រីជើងសុភីបហៅយាយភូម្ចាស់ក្រុមហ៊ុនភៀពីមិចនិងជាភរិយាលោកអុកញ៉ាឡៅមិញខិនសមាជិកព្រឹទ្ធសភារបស់គណៈបកប្រជាជនកម្ពុជាដែលទទួលបានចំណែកលើការអភិវឌ្ឍតំបន់បង្កក់លោកស្រីបានទទួលទីតាំងអគារបុណ្យជាតិអន្តរជាតិពីគណៈបកប្រជាជនកម្ពុជាដើម្បីធ្វើការវិនិយោគជាលក្ខណៈឯកជនហើយធ្វើឲ្យបុគ្គលិកធ្វើការនៅក្នុងទីនោះមានការភ្ញាក់ផ្អើលដោយការជូនដំណឹងពីមេធាវីរបស់គណៈបកនេះកាលពីខែមីនាឲ្យពួកគេត្រូវរើអីវ៉ាន់ចេញការរុះរើបានពន្យាពេលរហូតដល់ខែមិថុនាហើយកាលពីសប្តាហ៍មុនឯកសារនិងសម្ភារៈមួយចំនួនត្រូវបានដឹកមកកាន់ទីតាំងថ្មីជាបណ្ដាហើយទីតាំងថ្មីដែលជាអតីតក្រសួងការបរទេសហើយឥឡូវកំពុងស្ថិតក្នុងការជួសជុលឡើងវិញចាំទទួលបុគ្គលិកគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិមានបុគ្គលិកជាង60នាក់បម្រើការងារជាង20ឆ្នាំមកហើយប៉ុន្តែនឹងត្រូវរើទៅធ្វើការនៅកន្លែងថ្មីក្នុងពេលឆាប់នេះលោកស្រីជើងសុភីបដែលបានគ្រប់គ្រងទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តលោកស្រីមានខ្សែរយៈស្និទ្ធស្នាលជាមួយនឹងភរិយារបស់លោកនាយករដ្ឋមន្ត្រីកន្លងមកសមាជិកសភារបស់គណៈបកសំរងស៊ីធ្លាប់បានធ្វើការរិះគន់រដ្ឋាភិបាលដែលបានលក់ទីតាំងដីរបស់រដ្ឋទៅឲ្យឯកជនកាន់កាប់ហើយទីតាំងអគាររដ្ឋដែលត្រូវបានលក់នឹងជួលក្នុងរយៈពេលវែងនោះរួមមានសន្តាគារណសេស្ថិតនៅពីខាងក្រោយគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិទល់មុខព្រះបរមរាជវាំងដែលទីតាំងនេះកំពុងស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយមជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងហងសិនមានទីតាំងស្ថិតនៅក្បែរអគារ42ជាន់បញ្ជាការដ្ឋានកងទ័ពជើងអាកាសទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ2តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទីតាំងសាលាខេត្តសៀមរាបក្នុងខេត្តសៀមរាបដីជុំវិញស្តាតអូឡ িম্প ិកនិងស្តាតចាស់មន្ទីរការិយាល័យប្រឆាំងគ្រឿងញៀនចាស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាស់អតីតទីតាំងគុកទេ3ខាងក្រោយវត្តឧណ្ណាឡោមការិយាល័យពន្លត់អគ្គិភ័យលក់ធ្វើស្ថានីយ៍ប្រេងឥន្ធនៈតេឡាដីសួនច្បារទល់មុខទីស្នាក់ការកណ្ដាលគណៈបកសំរងស៊ីរោងភាពយន្តសូរិយារោងភាពយន្តបូកូកំពូលពេជ្រគិរីរំមន្ទីរពេទ្យចិនបច្ចុប្បន្ននេះក្លាយទៅជាអគារ42ជាន់ដីបន្ទាយស្លឹកបច្ចុប្បន្នជាសន្តាគារកងទីនងតាល់និងដីអតីតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាដើមការលក់នឹងជួលទីតាំងអគារសាធារណៈរបស់រដ្ឋកន្លងមកត្រូវបានគេរិះគន់ថាធ្វើឡើងដោយមិនមានតម្លាភាពហើយម្យ៉ាងក្រុមហ៊ុនឯកជនដែលទទួលបាននៅទីតាំងដីសាធារណៈទាំងអស់នោះភាគច្រើនសុទ្ធតែជាក្រុមហ៊ុនដែលជារបស់ឈ្មួញស្និទ្ធនឹងរដ្ឋាភិបាលលោកអ្នកកំពុងស្ដាប់កម្មវិធីពន្លឺភ្លើងទៀនដែលគណៈបកសំរងស៊ីធ្វើការផ្សាយចេញពីរាជធានីភ្នំពេញពាណិជ្ជកម្មប្រទេសកម្ពុជាបើតាមសេចក្តីរាយការណ៍ពីអន្តរជាតិបានផ្សាយថាពាណិជ្ជកម្មនៅក្នុងប្រទេសនេះនៅតែប្រឈមនឹងបញ្ហាសូមស្ដាប់សេចក្តីរាយការណ៍ព័ត៌មានបន្ថែមពីលោកព្រំវាសនាលោកនាងស្ដាប់ជាទីមេត្រីយោងតាមការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2010កន្លងទៅបានផ្សាយមកថាការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហាដោយសារអំពើពុករលួយនៅក្នុងសេចក្តីថ្លែងការណ៍អន្តរជាតិមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសស្តីពីលទ្ធភាពធ្វើពាណិជ្ជកម្មនៅអាស៊ានសម្រាប់ឆ្នាំ2010នេះបានឲ្យដឹងថាការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជានៅតែប្រឈមនឹងភាពស្មុគស្មាញដែលធ្វើឲ្យប្រទេសនេះចាញ់ប្រៀបប្រទេសជិតខាងក្នុងការធ្វើពាណិជ្ជកម្មរបាយការណ៍ដដែលក៏បានចាត់ទុកប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់លេខ102ក្នុងចំណោមប្រទេសទាំងអស់ចំនួន126ប្រទេសដែលជាប្រទេសទុនខ្សោយបំផុតក្នុងការធ្វើពាណិជ្ជកម្មនៅលើពិភពលោកនិងទុនខ្សោយបំផុតនៅអាស៊ីអាគ្នេយ៍ភាពទុនខ្សោយនេះគឺបណ្ដាលមកពីប្រទេសកម្ពុជាមានរដ្ឋបាលព្រំដែនទុនខ្សោយដោយមានអំពើពុករលួយខ្ពស់បំផុតហេដ្ឋារចនាសម្ព័ន្ធទុនខ្សោយការប្រកួតប្រជែងមានកម្រិតទាបការការពារកម្មសិទ្ធិបញ្ញាទុនខ្សោយអសន្តិសុខអំពើហិង្សាឧក្រិដ្ឋកម្មនិងបរិយាកាសទូទៅមិនអំណោយផលជាដើមសម្បទានរ៉ែមាសនៅមណ្ឌលគិរីធ្វើឲ្យពលរដ្ឋត្រូវបាត់បង់លំនៅឋានសូមស្ដាប់ព័ត៌មានពីលោកកងប៊ុនប្រជាពលរដ្ឋរស់នៅភូមិអូខ្វៅឃុំចុងខ្លះស្រុកកៅសីមាខេត្តមណ្ឌលគិរី
បានជំនះមិនព្រមចាក់ចេញពីផ្ទះសម្បែងនិងដីធ្លីរបស់ខ្លួនឡើយបើទោះបីជាអាជ្ញាធរបានដាក់អសានវិទ្យចុងក្រោយឲ្យពួកគេរុះរើផ្ទះសម្បែងត្រឹមថ្ងៃទី12ខែមិថុនាឆ្នាំ2010នេះដើម្បីរឹបអូសយកដីធ្លីទាំងនោះទៅប្រគល់ឲ្យក្រុមហ៊ុនសម្បទានរុករករ៉ែព្រោះការបណ្ដេញចេញពីដីធ្លីជាគេពីដូនតារបស់ពួកគេប្រៀបបានដូចជាការសម្លាប់សមាជិកគ្រួសាររបស់ពួកគេយ៉ាងដូចនេះដែរការក្រុងបណ្ដេញប្រជាពលរដ្ឋចេញពីភូមិឋានចំនួន30គ្រួសារនេះចាប់ផ្ដើមឡើងបន្ទាប់ពីក្រុមហ៊ុនអូស្ត្រាលីមួយបានរកឃើញរ៉ែមាសនៅតំបន់នោះជាង8លានតោនដូចនេះអាជ្ញាធរត្រូវរៀបចំឲ្យបានស្រេចបាច់មុននឹងប្រគល់ដីសម្បត្តិរ៉ែមាសឲ្យក្រុមហ៊ុនឯកជនប្រកបអាជីវកម្មក្នុងចំណោមក្រុមហ៊ុនមួយចំនួនដែលអាចទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរីគេសង្កេតឃើញក្រុមហ៊ុនយួនក៏កំពុងស្វះស្វែងរកសម្បត្តិពីរដ្ឋាភិបាលកម្ពុជាយ៉ាងស្ងៀមស្ងាត់ផងដែរតំណាងអ្នកភូមិទាំង30គ្រួសារបានឲ្យដឹងថាអ្នកភូមិនឹងចាក់ចេញដរាបណាអាជ្ញាធរជួយគិតគូរប្រាក់សហុយក្នុងការរុះរើនិងដឹកជញ្ជូនសម្ភារៈរបស់ពួកគេជាមុនសិនព្រោះពេលនេះពួកគេកំពុងតែជួបការខ្វះខាតផ្នែកជីវភាពហើយតំណាងប្រជាពលរដ្ឋម្នាក់បានបញ្ជាក់ថានៅស្រុកព្រៃគេមិនមានផ្លូវជាតិនោះទេដែលសហុយដឹកជញ្ជូនថ្លៃខ្លាំងណាស់ហើយបើពួកគាត់ព្រមរុះរើផ្ទះសម្បែងចេញពីតំបន់នោះមានតែប្រជាពលរដ្ឋដាច់បាយព្រោះមិនអាចរកដីស្រែឯណាសម្រាប់ដាំដុះដូចគេឯងបានអាជ្ញាធរស្រុកកែវសីមាបានប្រកាសឲ្យដឹងថាភូមិអូខ្វៅឃុំចុងខ្លះស្រុកកែវសីមាគឺជាតំបន់មានវិសាលភាពរ៉ែមាសរហូតដល់ទៅជាង8លានតោនហើយមន្ត្រីជំនាញមកពីក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលបានចុះទៅកាន់ទីនោះដើម្បីត្រួតពិនិត្យនិងកំណត់ឲ្យបានជាក់លាក់អំពីទំហំដីដែលនឹងត្រូវផ្ដល់ឲ្យក្រុមហ៊ុនធ្វើប្រតិបត្តិការរុករករ៉ែមាសព្រមទាំងសិក្សាពីភាពមិនចុះសម្រុងគ្នាក្នុងរឿងដែលអាជ្ញាធរបង្ខំឲ្យពលរដ្ឋចាក់ចេញពីផ្ទះសម្បែងរបស់ពួកគាត់តាមការវិតម្លៃជាជំហានដំបូងក្នុងការធ្វើអាជីវកម្មធនធានរ៉ែមាសនៅកម្ពុជាក្នុងរយៈពេល 2-3 ឆ្នាំខាងមុខនេះកម្ពុជានឹងអាចទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់$300លានសហរដ្ឋអាមេរិកក្នុងមួយឆ្នាំដែលនេះមិនទាន់គិតពីសក្តានុពលនៃការធ្វើអាជីវកម្មធនធានរ៉ែផ្សេងៗទៀតដូចជារ៉ែប៉ុកស៊ីតរ៉ែធ្យូងថ្មឬរ៉ែឧស្ម័នប្រេងកាតនៅបាតសមុទ្រនៅឡើយទេរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបង្កើតច្បាប់សម្រាប់គ្រប់គ្រងធនធានរ៉ែនិងការធ្វើអាជីវកម្មស្របតាមអនុសាសន៍របស់អង្គការការពារបរិស្ថានពិភពលោកផងដែរការអភិវឌ្ឍមិនត្រឹមតែដូចករណីនៅតំបន់អូខ្វៅដែលអាជ្ញាធរក្រុងជន្លៀសប្រជាពលរដ្ឋឲ្យចាក់ចេញពីលំនៅឋានដើម្បីរឹបអូសយកដីធ្លីទាំងនោះប្រគល់ទៅឲ្យក្រុមហ៊ុនធ្វើអាជីវកម្មគួរត្រូវបានគិតគូរឡើងវិញព្រោះថាការអភិវឌ្ឍចាំបាច់ត្រូវគិតពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនិងធានាចំពោះនិរន្តរភាពនៃបរិស្ថានផងដែរផលប្រយោជន៍ដែលបានមកពីអាជីវកម្មធនធានធម្មជាតិនៅប្រទេសកម្ពុជាត្រូវបានអង្គការសង្គមស៊ីវិលខ្លះសម្ដែងការព្រួយបារម្ភថាអាចនឹងមិនធ្លាក់ដល់ដៃប្រជាពលរដ្ឋក្រីក្រនោះទេហើយករណីនៅភូមិអូខ្វៅជាឧទាហរណ៍ស្រាប់ដែលគេមិនគួរបង្ខំឲ្យពលរដ្ឋចាក់ចេញពីផ្ទះសម្បែងគ្មានសំណងសមស្របហើយរកលេសចោតប្រកាន់ប្រជាពលរដ្ឋថាបានមកតាំងទីលំនៅខុសច្បាប់និងប្រើប្រាស់ជាតិគីមីរុករករ៉ែជាលក្ខណៈគ្រួសារនោះទេក្រុមអង្គការសង្គមស៊ីវិលកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ហើយសង្ឃឹមថាអាជ្ញាធរនឹងផ្ដល់ភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋក្រីក្រតាមរយៈការចែករំលែកឬធ្វើសម្បទានជាសំណងខ្លះៗជូនដល់ពលរដ្ឋដែលកំពុងត្រូវការជាចាំបាច់ក្នុងការរុះរើផ្ទះសម្បែងរួមទាំងដីធ្លីសម្រាប់ការតាំងទីលំនៅថ្មីផងដែរចាលោកអ្នកនាងទើបតែបានតាមដានស្ដាប់ព័ត៌មាននៅពេលនេះចប់តែប៉ុណ្ណេះហើយជាបន្តលោកអ្នកនាងនឹងបានតាមដានស្ដាប់ព័ត៌មានសំខាន់មួយចំនួនទៀតសម្រាប់ពេលនេះនាងខ្ញុំសូមអរគុណ